แต่สมัยบางคนមានបញ្ហាចាដុសក្បាលពោះបញ្ហាធាត់ចាចង់សម្រក់គីឡូបែបសុខភាពនិងសុខភាពល្អជាពិសេសសម្រាប់បងប្អូនដែលគាត់តែងតែសួរនាងខ្ញុំថាតើពេលណាបានធ្វើជាមួយនឹងរូបមន្តចាទឹកខ្មុំត្រាំក្រូចឆ្មាលឿងហើយនឹងខ្ញីនេះបងប្អូនចាអញ្ចឹងសម្រាប់ការធ្វើទឹកខ្មុំត្រាំខ្ញីក្រូចឆ្មាលឿងនេះតើតើបងប្អូនធ្វើការ free order មានន័យថាបងប្អូនកំងភ្លាមគឺខ្ញុំធ្វើភ្លាមហើយនេះបងស្រីចានៅខាងបុរីអង្គរភ្នំពេញគឺគាត់ធ្វើការកំងនាងខ្ញុំពីល្ងាចមិញចាគាត់យកទឹកខ្មុំត្រាំខ្ញីក្រូចឆ្មាស្រស់ដែលជាប្រភេទក្រូចឆ្មាលឿងមួយកែវហើយនឹងចាទឹកខ្មុំត្រាំខ្ញីក្រូចឆ្មាស្ងួតដែលជាក្រូចឆ្មាខ្មែរចំនួនមួយកែវអញ្ចឹងបងប្អូនចាដែលគាត់ចង់បានចាជាមួយនឹងប្រភេទទឹកខ្មុំល្អជាងគេប្រចាំកសិដ្ឋាននៅកម្ពុជាគឺទឹកខ្មុំកាកូដើមឆ្នាំត្រាំជាមួយនឹងខ្ញីក្រូចឆ្មាលឿងណាបងប្អូនចាត្រាំប្រភេទស្រស់ចាបងប្អូនអាចធ្វើការ free order បានមួយកែវតម្លៃត្រឹមតែ 60000 រៀលទេបងប្អូនចាធានាថាទិញគឺអត់ខាតទេបងប្អូនព្រោះអីទឹកខ្មុំកន្លះលីត្រក្រូចឆ្មាហើយនឹងខ្ញីជាពិសេសគឺខ្ញុំដាក់ប្រភេទកែវព្រីមៀជូនបងប្អូនធានាទៅលើការបែកបាក់ទៀតចាឲ្យប្រភេទទឹកខ្មុំដែលខ្ញុំធ្វើត្រាំគឺខ្ញុំប្រើតែទឹកខ្មុំមួយមុខគាត់គឺទឹកខ្មុំកាកូដើមឆ្នាំបងប្អូនខ្លះគាត់ថាខ្ញុំលក់ថ្លៃទឹកខ្មុំបើសិនជាខ្ញុំចង់ត្រាំប្រភេទទឹកខ្មុំតម្លៃរៀងធូរថ្លៃតម្លៃនៃការធ្វើលក់គឺខ្ញុំអាចលក់តម្លៃរៀងធូរថ្លៃជូនបងប្អូនបានក៏ប៉ុន្តែអ្វីដែលនាងខ្ញុំគិតគូរបំផុតគឺសុខភាពរបស់បងប្អូនដែលជាអ្នកប្រើប្រាស់ចាដោយសារតែប្រភេទទឹកខ្មុំកាកូដើមឆ្នាំនេះហ៎បងប្អូនគឺសម្បូរទៅដោយប្រូតេអ៊ីនវីតាមីនខ្ពស់មែនតើដោយបងប្អូនដឹងហើយថាដើមកគឺវាមានសារៈសំខាន់ផ្នែកសុខភាពនឹងច្រើនសូម្បីតែជ័រកក៏វាជាគេហៅថាអាហារសុខភាពសម្រាប់មនុស្សដែរអញ្ចឹងទឹកដមរុក្ខជាតិនៃប្រភេទកាកូនេះគឺវាឆ្ងាញ់ចាហើយវាមានប្រូតេអ៊ីននិងសារធាតុចិញ្ចឹមល្អច្រើនជាងទឹកខ្មុំផ្សេងៗអញ្ចឹងសម្រាប់បងប្អូនដែលចង់បានចាអាចធ្វើការ free កំងបានចាមានន័យថាកំងភ្លាមគឺខ្ញុំធ្វើភ្លាមសម្រាប់អ្នកខែសម្រាប់អ្នកពេញគឺខ្ញុំធ្វើការទទួលនៃការកំងដូចគ្នាហើយសម្រាប់ចាប្រភេទទឹកខ្មុំកាកូដើមឆ្នាំត្រាំខ្ញីក្រូចឆ្មាលឿងដូចបែបនេះវិញចាយើងត្រាំបែបស្ងួតណាចាមួយកែវ 60000 រៀលចាទិញមួយកែវចាថែមួយកែវគឺទឹកខ្មុំកាកូដើមឆ្នាំឲ្យបងប្អូនបានភ្លក់ចានេះបងប្អូនចាមួយកែវចំណុះ 25ml ចាឈុតនេះគឺឈុត 60000 free សម្រាប់ដឹកទៅលើការបែកបាក់ចាការញ៉ាំបែបស្ងួតអត្ថប្រយោជន៍ផ្សេងការញ៉ាំបែបស្រស់អត្ថប្រយោជន៍ផ្សេងតែខ្ញុំចង់ជម្រាបជូនបងប្អូនថាចំពោះការទុកដាក់វិញចាការត្រាំស្ងួតបងប្អូនអាចទុកនៅខាងក្រៅទូទឹកកកដូចនៅខាងក្រៅ background ខ្ញុំបានណាចាទុកបានរយៈពេលចា6ខែអត់ខូចទេហើយសម្រាប់ការត្រាំស្ងួតណាបងប្អូនត្រាំកាន់តែយូរកាន់តែឆ្ងាញ់ចាកាន់តែញ៉ាំស្រួលហើយទទួលបាននៅគេហៅថារសជាតិឆ្ងាញ់សុខភាពល្អតែសម្រាប់ការត្រាំស្រស់ចានេះបងប្អូនចាត្រាំស្រស់បែបនេះគឺយើងត្រាំភ្លាមអាចញ៉ាំបានភ្លាមហើយរក្សាទុកនៅក្នុងទូទឹកកកការត្រាំស្រស់ត្រាំយូរទៅគឺវាចេញជាតិទឹកមកពីក្រូចហើយនឹងខ្ញីអញ្ចឹងណាបងប្អូនអញ្ចឹងវាធ្វើឲ្យទឹកខ្មុំនេះរាវចាតែសម្រាប់ការត្រាំស្ងួតបែបនេះចាបងប្អូនត្រាំរយៈពេលចាប់ពី1សប្តាហ៍ឡើងទៅចា1សប្តាហ៍2សប្តាហ៍3សប្តាហ៍4សប្តាហ៍1ខែ2ខែ3ខែត្រាំកាន់តែយូរកាន់តែងងឆ្ងាញ់បងប្អូនណាត្រាំកាន់តែយូរកាន់តែងងឆ្ងាញ់ហើយងាយស្រួលក្នុងការទុកដាក់ចង់សម្រាប់បងប្អូនចង់បានអាចធ្វើការកំងបានណាឆាតមកឥឡូវនេះគឺខ្ញុំមានកាដូថែមជូនពិសេសមួយទៀតអញ្ចឹងណាចាអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចមើលថែសុខភាពជាមួយនឹងការទទួលទានទឹកខ្មុំត្រាំខ្ញីក្រូចឆ្មាដែលជាឱសថបុរាណខ្មែរក៏ដូចជាភេសជ្ជៈសម្រាប់ចាជួយទៅលើផ្នែកសុខភាពនិងសម្រស់របស់លោកអ្នកផងដែរអរគុណច្រើន